បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមករៀនវេយ្យាករណ៍បន្តទៀតនេះគឺជាវេយ្យាករណ៍នៅក្នុងមេរៀនទី5នៅ Voice Korean 2ទី1លំនាំអានអត់យត់មញ៉ាន់ឈូកេតដាបានន័យថាខ្ញុំប្រាថ្នាអ្វីមួយនឹងកើតឡើងទី2លំនាំកូអ៊ីដាមានន័យថានរណាម្នាក់កំពុងធ្វើអ្វីមួយបាទតើឥឡូវទៅមើលនិយមន័យទាំងអស់គ្នាលំនាំអាត់អត់យត់មញ៉ាន់ឈូកេដាគំរូនេះត្រូវបានប្រើដើម្បីបង្ហាញពីក្តីសង្ឃឹមឬបំណងប្រាថ្នារបស់អ្នកនិយាយទោះបីជាអតីតកាលអាត់អត់យត់ត្រូវបានប្រើក៏ដោយគំរូនេះមិនសំដៅទៅលើអតីតកាលទេដូច្នេះសូម្បីតែពេលដែលគំរូនេះត្រូវបានប្រើដោយគ្មានអតីតកាលដូចជាមញ៉ាន់ឈូកេដាក៏ដោយក៏វាមិនមានភាពខុសគ្នានៅក្នុងអត្ថន័យដែរឧទាហរណ៍한국에 갔으면 좋겠어요បានន័យថាខ្ញុំសង្ឃឹមថាខ្ញុំអាចទៅកូរ៉េបានឬក៏មានន័យថាបើសិនជាខ្ញុំទៅកូរ៉េបាននោះនឹងល្អហើយនឹងល្អណាស់ទី2한국에 가면 좋겠어요បាទន័យដូចគ្នាខ្ញុំសង្ឃឹមថាខ្ញុំទៅកូរ៉េបានខ្ញុំសង្ឃឹមថាបើសិនជាខ្ញុំទៅកូរ៉េបាននោះវានឹងល្អណាស់បាទទី3한국어를 잘했으면 좋겠어요ខ្ញុំសង្ឃឹមថាខ្ញុំអាចនិយាយភាសាកូរ៉េបានល្អឬក៏បានន័យថាខ្ញុំសង្ឃឹមថាបើសិនជាខ្ញុំនិយាយភាសាកូរ៉េបានល្អនោះមិនដឹងជាល្អយ៉ាងណាទេទី4한국어를 잘하면 좋겠어요បាទន័យដូចគ្នានឹងប្រយោគទី3ដូចគ្នាបាទដូចគ្នាទាំងអស់집에서 쉬었으면 좋겠어요បានន័យថាខ្ញុំសង្ឃឹមថាខ្ញុំអាចសម្រាកនៅផ្ទះបានឬក៏បានន័យថាបើសិនជាខ្ញុំអាចសម្រាកនៅផ្ទះបាននោះនឹងល្អយ៉ាងណាទេឥឡូវយើងមកមើលលំនាំកូអ៊ីដាម្ដងវិញដែលមានន័យថានរណាម្នាក់កំពុងធ្វើអ្វីមួយកូអ៊ីដាត្រូវបានប្រើដើម្បីចង្អុលបង្ហាញប្រភេទដំណើរការឬសកម្មភាពបន្តឧទាហរណ៍ 뭘 하고 있어요 តើអ្នកកំពុងធ្វើអ្វី 뭘 ហើយពាក្យហ្នឹងបានន័យថាអ្វី 하고 하다 ធ្វើបាទកូអ៊ីដាហ្នឹងយើងដឹងហើយនរណាម្នាក់កំពុងធ្វើអ្វីមួយ한국어 공부를 하고 있어요ខ្ញុំកំពុងរៀនភាសាកូរ៉េ한국어ភាសាកូរ៉េ공부រៀន친구를 기다리고 있어요ខ្ញុំកំពុងរងចាំមិត្តភក្តិម្នាក់ឬក៏មិត្តភក្តិរបស់ខ្ញុំ친구ដឹងហើយមិត្តភក្តិ기다리다ហើយរងចាំឥឡូវយើងមកមើលកាលនិងកិរិយាសព្ទបដិសេធត្រូវបានបង្ហាញនៅក្នុងកិរិយាសព្ទ ida ទី1 친구를 기다리고 있었어요បានន័យថាខ្ញុំកំពុងតែចាំមិត្តភក្តិរបស់ខ្ញុំម្នាក់ទី2 친구를 기다리고 있을 거예요បានន័យថាខ្ញុំប្រហែលជាកំពុងរងចាំមិត្តរបស់ខ្ញុំម្នាក់បាទកន្លែងយើងបកគេថាប្រហែលហ្នឹងដោយសារតែវាមានកយាយោបាទរៀលកយាយោនឹងបាទទី3 친구를 기다리고 있었어요បាទបានន័យថាតើអ្នកកំពុងរងចាំមិត្តភក្តិរបស់អ្នកមែនទេទី4គាត់ឆ្លើយថាអានិយោ
친구를 안 기다리고 있어요.បានន័យថាខ្ញុំមិនមែនកំពុងរង់ចាំមិត្តនោះទេ អានយោហ្នឹងទេបាទ 친구 យើងដឹងហើយ អានហ្នឹងមិន គីដាហ្នឹងយើងដឹងហើយ 기다리고 있어요 ហ្នឹងរង់ចាំ ទី5 아니요. 친구를 기다리고 있지는 않나요. បានន័យថាទេខ្ញុំមិនមែនកំពុងរង់ចាំមិត្តភក្តិទេបាទ ជីអានណាយោបាទមិនបាទជីអានណាយោហ្នឹងមិនបាទអានហ្នឹងមិនជីអានហ្នឹងមិនដូចគ្នាបាទអញ្ចឹងសំណង់ប្រយោគហ្នឹងក៏បានបញ្ចប់ហើយបាទដំណប់កូវីតានេះបានន័យថាពេលខ្លះត្រូវបានប្រើជាមួយកិរិយាសព្ទកិត្តិយសគេស៊ីដាដើម្បីនិយាយឬសំដៅទៅលើមនុស្សដែលមានឋានៈខ្ពស់ក្នុងសង្គមដូចជាមនុស្សចាស់គ្រូបង្រៀនជាដើមឬក៏ឪពុកម្ដាយយើងហ្នឹងណាបាទយើងត្រូវប្រើគេស៊ីដាអត់មានប្រើកូអ៊ីដាទេឥឡូវយើងទៅមើលនិយមអុយឧទាហរណ៍របស់វាបាទឥឡូវយើងមកមើលចំនួនអុយកូអ៊ីដាវិញម្ដងយកគេស៊ីដាមកចំនួនវិញម្ដងទី1 누구를 기다리고 계세요 បាទយើងឃើញហើយណាយើងចំនួនឲ្យគេសេយោគេស៊ីដាបាទបានន័យថាតើអ្នកកំពុងរងចាំនរណាគីដារីដាយើងដឹងហើយគេសេយោហ្នឹងយើងដឹងហើយវាស្មើនឹងអ៊ីដាដូចគ្នាប៉ុន្តែវាខណៈវាជាពាក្យគួរសមសម្រាប់មនុស្សចាស់ជាងApa Chinun chú musico keseyo ឪពុកកំពុងតែដេកលក់ឬក៏សម្រានលក់បាទជូមូហ្នឹងសម្រានណាឬក៏ដេកបាទឬក៏យើងហៅ sleep ហ្នឹងណាបាទទី3 Mu otsul hago ke sosoyo តើគាត់កំពុងធ្វើអ្វីឬអត់ហ្នឹងអ្វីបាទអាហ្នឹងអាដាធ្វើបាទគេសតសយោហ្នឹងបានន័យថាកំពុងធ្វើអ្វីទី4 Mu otsul hago ke silkoyo នៃផាក់គ្នាតែទេតើគាត់កំពុងនឹងធ្វើអ្វីបាទឥឡូវការចំនួនក៏បានបញ្ចប់ហើយយើងដឹងពីរបៀបប្រើហើយឥឡូវយើងទៅមើលបន្តទៀតបាទឥឡូវយើងមកមើលលំនាំអ៊ីដាហ្នឹងវាអាចប្រែប្រួលទោះជាយ៉ាងណាក៏ដោយគំរូនេះអាចមានន័យពីរផ្សេងគ្នានៅពេលដែលប្រើជាមួយកិរិយាសព្ទដែលតាក់ទងទៅនឹងសម្លៀកបំពាក់អ៊ីដាបានន័យថាឲ្យស្លៀកពាក់ស៊ីដាបានន័យថាពាក់ប៉ុន្តែពាក់មួកបាទអ៊ីដាពាក់ដែរពាក់ខោអាវស៊ីនដាពាក់ដែរពាក់ស្បែកជើងបាទឧទាហរណ៍ គឺស្រាមឿនម៉ូចារឿលស៊ឺកូអ៊ីសាយ៉ូបាទមនុស្សនោះគាត់ពាក់មួកបាទម៉ូចាហ្នឹងមួកស្រាមមនុស្សបាទប្រសិនបើយើងចង់និយាយថាមនុស្សម្នាក់នោះកំពុងតែស្លៀកពាក់ខោអាវយើងនិយាយថាគឺស្រាមឿនអូតស៊ឺលអ៊ីបកូអ៊ីសាយ៉ូបាទបានន័យថាគាត់មនុស្សម្នាក់នោះគាត់កំពុងពាក់ខោអាវចាបើគាត់ឲ្យពាក់ស្បែកជើងវិញគឺស្រាមឿនខូឌូរឿលខូឌូឲ្យស្បែកជើងខូឌូរឿលស៊ីនកូអ៊ីសាយ៉ូបាទមនុស្សម្នាក់នោះគាត់កំពុងពាក់ស្បែកជើងឬក៏ឲ្យស៊ីនប៉ាល់អញ្ចឹងទៅឬក៏ slipper អញ្ចឹងទៅបាទឥឡូវយើងមកមើលបន្តទៀតគំរូនេះត្រូវបានប្រើជាញឹកញាប់ដើម្បីបង្ហាញពីសកម្មភាពដែលបានចាប់ផ្ដើមនៅក្នុងអតីតកាលហើយនៅតែបន្តបានន័យថាអតីតកាលក៏នៅបន្តក៏នៅតែបន្តឧទាហរណ៍ I hesaiso sibnyon tongan ilhago isayo បានន័យថាខ្ញុំបានធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេល10ឆ្នាំមកហើយ
ហើយឥឡូវក៏នៅតែកំពុងតែធ្វើដែរបាទឥឡូវហ្នឹងក៏នៅតែធ្វើបាទហេសាហ្នឹងក្រុមហ៊ុនហេសាអេសនៅក្រុមហ៊ុន10ញ៉ុន10ញ៉ុនឆ្នាំថងអានរយៈពេលពីលឹងអ៊ីលហាដាហ្នឹងការងារឬធ្វើការបាទឥឡូវដើម្បីកុំឲ្យវែងពេកខ្ញុំសូមបញ្ចប់តែត្រឹមនេះសិនហើយយើងនឹងសង្ឃឹមថានឹងជួបគ្នានៅឲ្យវេយ្យាករណ៍បន្តទៀតបាទព្រោះវេយ្យាករណ៍នេះមិនទាន់ចប់ទេនៅបន្តិចទៀតបាទសូមអរគុណសូមជម្រាបលា